តើលោកអ្នកដឹងទេថាក្នុងសម័យកាលដែលអាណាចក្រខ្មែរស្ទើរតែរលាយសូន្យបាត់ពីផែនទីមានមហាបុរសម្នាក់បានក្រោកឈរឡើងមិនត្រឹមតែរំដោះជាតិពីសត្រូវនោះទេតែថែមទាំងសាងសង់អាណាចក្រនេះឲ្យក្លាយជាមហាអំណាចដ៏អស្ចារ្យបំផុតនៅអាស៊ីអាគ្នេយ៍ព្រះអង្គធ្លាប់មានព្រះបន្ទូលដែលចារលើសិលាចារឹកថាជំងឺរបស់ប្រជារាស្ត្រធ្វើឲ្យព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់ខ្លួនរបស់ព្រះអង្គទៅទៀតនេះហើយជាបេះដូងនៃមហាក្សត្រដែលគ្រងរាជ្យដោយធម៌1ការឡើងសោយរាជ្យនិងការរំដោះជាតិព្រះបាទជ័យវរ្ម័នទី7គឺជាបុត្ររបស់ព្រះបាទភេរនីត្រវរ្ម័នទី2ព្រះអង្គបានឡើងគ្រងរាជ្យនៅឆ្នាំ1181បន្ទាប់ពីបានដឹកនាំទ័ពវាយបណ្ដេញពួកចាមដែលបានចូលមកឈ្លានពាននិងដុតបំផ្លាញក្រុងអង្គរអស់រយៈពេល4ឆ្នាំព្រះអង្គត្រូវបានគេស្គាល់ថាជាស្ដេចចម្បាំងដ៏ខ្លាំងពូកែដែលបានបង្រួបបង្រួមជាតិឡើងវិញ2ស្នាព្រះហស្ថផ្នែកសំណង់និងសាសនាក្នុងរាជការរបស់ព្រះអង្គអាណាចក្រខ្មែរបានរីកចម្រើនដល់កម្រិតកំពូលព្រះអង្គបានបដូរពីព្រហ្មសាសនាមកសក្ការៈព្រះពុទ្ធសាសនាមហាយានស្នាព្រះហស្ថ